ជំរាបសួរបងប្អូននេះជាការបង្ហាញនៃការបច្ចេកទេសខ្លះនៃការដាំត្រសក់ស្រូវនេះបងប្អូនយើងធ្វើការដាំត្រសក់ស្រូវនៅដីប៉ុណ្ណេះបងប្អូនហើយជាទូទៅបងប្អូននៅពេលដែលយើងដាំត្រសក់ស្រូវយើងមិនគួរទិញត្រសក់ស្រូវដែលមានជាផ្លែស្រាប់ហើយយកគ្រាប់មកដាំទេបងប្អូនគួរតែជ្រើសរើសទិញនៅគ្រាប់ពីក្រុមហ៊ុនដើម្បីយកមកដាំបងប្អូនមើលទម្រង់ផ្លែត្រសក់ចុះបងប្អូនសម្រាប់ត្រសក់នេះដែរគឺសម្រាប់ទុំយកផ្លែទុំបងប្អូនហើយមើលទម្រង់ចុះនេះដែរជាការដាំរបស់យាយខ្ញុំទេប៉ុន្តែគ្រាន់តែខ្ញុំជួយជាបច្ចេកទេសខ្លះប្រាប់ដល់គាត់នេះបងប្អូនមើលទម្រង់ផ្លែត្រសក់ចុះបងប្អូនអាចដាំបានដោយសារតែនេះយើងប្រើតែថង់ខ្មៅក្របដីរួចហើយយើងដាក់តាជីលាមកគោលាមកសัตว์គឺយើងអាចដាំបាននៅស្រេចទឹកបងប្អូននេះមិនមែនជាអ្នកបច្ចេកទេសចំទូផងបងប្អូនប៉ុន្តែផ្លែមើលផ្លែចុះមើលបងប្អូនផ្លែគ្រប់កន្លែងកលៀតកន្លោអស់បងប្អូនដែលចង់ដាំអីអាចសួរនាំបច្ចេកទេសខ្ញុំអាចជួយប្រាប់បានខ្លះមិនចេះបានច្រើនទេប៉ុន្តែបានធ្លាប់ដាំមានបទពិសោធន៍ដាំ2 3រដូវដែរហើយបងប្អូនមើលផ្លែចង់ផ្លែវាគ្រប់កន្លែងបងប្អូនមើលសមិទ្ធផលណាចឹងដែរនេះបងប្អូនគឺខ្ញុំមកណែនាំនៅពូជមួយប្រភេទឈ្មោះថាឌូងហ្គង SN22 ជាពូជរបស់វៀតណាមបងប្អូនពូជនេះដែរគឺពេញនិយមមែនទែននៅលើទីផ្សារបងប្អូនដោយសារតែពេលទុំទៅមានលក្ខណៈឆ្ងាញ់ផុសល្អហើយពូជនេះដែរគឺពេញនិយមក្នុងការយកទៅធ្វើជាបង្អែមឬក៏ធ្វើជាទឹកក្លុកជាដើមបងប្អូនចំពោះលក្ខណៈនៃការដាំបងប្អូនគួរតែដាំទី1គឺចម្ងាយពីជួរមួយទៅជួរមួយហ្នឹងបងប្អូនគួរតែដាក់ពីចន្លោះពី2ម៉ែត្រទៅ3ម៉ែត្របងប្អូនហើយចំពោះពីគុំមួយទៅគុំមួយបងប្អូនចន្លោះគុំហ្នឹងគឺកន្លះម៉ែត្រទៅ70 សង់ទីម៉ែត្របងប្អូនដោយសារខ្ញុំពីមុនខ្ញុំដាក់70 សង់ទីម៉ែត្រប៉ុន្តែការណែនាំរបស់ពូជគឺគេអាចឲ្យយើងដាក់ត្រឹមតែ50 សង់ទីម៉ែត្រក៏បានដែរបងប្អូនហើយចំពោះរយៈពេលនៃការប្រមូលផលវិញបងប្អូនគឺអាចប្រមូលផលពី55ថ្ងៃទៅ60ថ្ងៃពូជនេះដែរការប្រើប្រាស់ជីដំណាក់កាលដំបូងយើងគួរតែប្រើជីអ៊ុយរ៉េបន្ទាប់មកគឺជី DAP បន្ទាប់ចុងក្រោយគឺយើងដាក់15ហើយលាយនឹងកាលីបងប្អូនអាចជ្រើសរើសវិធីនៃការដាក់ជីច្រើនប្រភេទបានបងប្អូនអរគុណច្រើន